ចូលពីក្រៅមកដល់ក្នុងហ្នឹងដូចខុបពីផ្សេងគ្នាអញ្ចឹងដូចឆ្លងខុបទៅស្អាតតែបងប្អូនឃើញខ្ញុំថតនៅក្នុងឡាអាងភ្នំអញ្ចឹងទីច្រឡំឡាអាងភ្នំកំពង់ធំឯចាមែនទេនេះគឺនៅអាមេរិកទេណាលុយនៅក្នុងឡាអាងហ្នឹងដែលគេបោះនៅបំណុលប្រាថ្នារបស់គេតាំងពី2018ដល់2023ហ្នឹងវា$1,200,000ជាងហើយកន្លែងហ្នឹងកន្លែងគេកងប្រាថ្នាដែលយើងបោះកាក់អីចឹងណានេះជាទស្សនវិជ្ជានៅក្នុងឡាអាងហ្នឹងហើយវាមិនមែនមានតែប៉ុណ្្នឹងវាមានអស្ចារ្យច្រើនជាងនឹងទៀតក៏ប៉ុន្តែនៅខាងក្រៅវិញបងប្អូនគឺមានឡាអាងភ្នំអស្ចារ្យដែលយើងអត់គួរឲ្យជឿដោយសារនៅខាងក្រៅគឺវាសាមញ្ញពេកមុនតែមើលសម្រស់ឡាអាងភ្នំមកមើលសម្រស់អ៊ីបន្ទប់ជួលតិចសិនចាកូន3តែស្អាតខ្លាំងយ៉ាងមែនតើណាថាចូលទៅទិញកាហ្វេញ៉ាំទេតែមានតែឃើញសូកូឡាឌូបៃដាក់សូកូឡាឌូបៃសិនតើឥឡូវយើងមកមើលសម្រស់ក្នុងឡាអាងភ្នំយើងវិញថាវាស្អាតហើយនឹងអស្ចារ្យដោយដែលខ្ញុំនិយាយមែនអត់នេះផ្លូវដើរចូលហើយឆ្ងាយណាបងប្អូនម៉ែនគីឡូម៉ែត្រតែខ្ញុំភ្លេចបាត់ហើយនៅក្នុងឡាអាងហ្នឹងអ្នកទាំងអស់គ្នាមិនមែនមានខាងក្រោមហ្នឹងឯណានេះនិយាយទៅទឹកផ្លាតមកដូចកញ្ចក់អញ្ចឹងមើលអត់ដឹងទេតែស្អាតខ្លាំងមែនតើហ្មងនេះអូយស្អាតខ្លាំងហើយរបៀបថាអូអត់ដឹងនិយាយថាមិនអីដោយសារថានៅក្នុងនេះហ្នឹងឡាអាងភ្នំហ្មងហើយដល់ធំមែនតើនេះបងប្អូនអញមើលមកធំខ្លាំងហ្មងណាអូយស្អាតមែនតើពេលខ្ញុំទៅដល់កន្លែងណាស្អាតហើយកន្លែងណាមួយដែលអស្ចារ្យចម្លែកសម្រាប់ខ្ញុំខ្ញុំពិតជាចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញដូចខ្ញុំដែរទោះមិនបានឃើញផ្ទាល់ក៏ដោយក៏យ៉ាងហោចណាស់ខ្ញុំបានថតឲ្យបងប្អូនទាំងអស់គ្នាបានមើលថានៅពិភពលោកយើងហ្នឹងវាមានកន្លែងអស្ចារ្យជាច្រើនដែលយើងអត់ដែរបានទៅមើលពីក្រោយខ្ញុំពីក្រោយនេះមិនមែនទឹកទេណាខាងក្រោយនេះមិនមែនទឹកទេខាងនេះរូងភ្នំចុះទៅក្រោមទៀតមិនមែនទឹកទេអូយស្អាតហ្មងស្អាតមែនតើមិញនេះខ្ញុំបាន research ឲ្យថាប្រវែងរូងភ្នំដែលខ្ញុំបានដើរនឹងចម្ងាយប៉ុន្មានដែរតែមុនប្រាប់ថាសំហាយឡាឈុត sweet គូស្វាមីភរិយាកូន3មួយសិនក្នុងរូងភ្នំនឹងដែរគឺមានចម្ងាយ2គីឡូជាងដែលយើងអាចដើរបានពី1ម៉ោងទៅ1ម៉ោងកន្លះ2ម៉ោងអាស្រ័យទៅយើងអ្នកដើរយឺតដើរលឿនដើរថតរូបលិចកើតអីដូចខ្ញុំអីចឹងណាខ្ញុំចំណាយពេលនៅក្នុងរូងភ្នំនឹងរៀងយូរដែរចូលប្រហែលជា2ម៉ោងហើយនៅក្នុងរូងភ្នំនឹងក៏មានប្រវត្តិសាស្ត្ររបស់វាដែរកាលជំនាន់ពីមុនមកហ្នឹងគឺមានមនុស្សរស់នៅក្នុងរូងភ្នំនឹងឯងគេរស់នៅលក្ខណៈជាកោះសម្ព័ន្ធមួយចឹងណាហើយមកកោះសម្ព័ន្ធនោះក៏វារៀងធំដែរដោយសារថានៅក្នុងរូងភ្នំនឹងមានកន្លែងជាច្រើនលក្ខណៈថាបន្សល់នៅថាកន្លែងគេតាមស្លកន្លែងគេស្នាក់នៅអីចឹងណា